ក្តាមអំពិលខ្ចីបងប្អូនអើយធ្វើលើកណាក៏ឆ្ងាញ់ដែរសម្រាប់ខ្ញុំគឺធ្វើ5ដងហើយបងប្អូនគឺឆ្ងាញ់រលើកតែម្ដងណាចាបើនិយាយពីរសជាតិវិញបងប្អូនអើយគឺថាឆ្ងាញ់ប្លែកសាហាវតែម្ដងកដោខែនេះគឺសម្បូរក្តាមខ្លាំងណាស់បងប្អូនអើយក្តាមពោពេញទៅដោយខ្លាញ់ខ្លាញ់នឹងលឹងស្ងាត់តែម្ដងណាបងប្អូនចាក្តាមខ្ញុំទិញមកនេះគឺចំនួនកន្លះគីឡូបងប្អូនយើងលាងទឹកញីរុំដោះក្អែលដោះអីស្អាតបានបងបើយើងមានពេលគឺយើងកាត់ជើងកាត់ដៃកាត់ស្នូកទៀតគឺរឹតតែល្អពីយើងយកមកញ៉ាំទៅគឺងាយស្រួលមែនហើយមុនដំបូងយើងត្រូវយកក្តាមទៅត្រាំជាមួយទឹកម្ជូរក្រូចឆ្មាសិនដើម្បីឲ្យស្លាប់សាច់ក៏ដូចជាជួយកាត់បន្ថយក្លិនឆ្អាបបានផងដែរបងប្អូនបើសិនជាបងប្អូននឹងត្រាំជាមួយទឹកសូដាក៏បានដែរណានៅអំពិលខ្ចីបងប្អូនយើងចង់បុកក៏បានចង់កិនក៏បានប៉ុន្តែគ្រាន់ថាយើងយកមកកិននឹងម៉ាស៊ីនអញ្ចេះគឺសាច់អំពិលបានម៉ត់ជាងយើងបុកចឹងហើយគឺយើងមិនសូវយកចំណាយពេលប្រហែលផងដែរហើយនៅពេលយើងកិនអំពិលគឺយើងដាក់គ្រឿងទេសចូលហើយបងប្អូនមានអំបិលបន្តិចមានអាជីណូម៉ូតូមានស្ករសទឹកត្រីខ្ញុំដាក់ចំនួន2វែកខ្ទឹមសយើងដាក់4 5កាពឹសហើយចំណែកឯម្ទេសយើងដាក់តាមចំណង់ចំណូលចិត្តបងប្អូនចាចុងក្រោយខ្ញុំដាក់ក្រូចឆ្មាចំនួន1ផ្លែនិងក្តាមអំពិលខ្ចីបងប្អូនយើងយករសជាតិបែបជូរដិតលះបានឆ្ងាញ់ហើយចុងក្រោយខ្ញុំដាក់ទឹកធម្មតាចំនួន1កូនវែកទូចផងដែរបងប្អូនចាចំពោះអំពិលយើងបានកិនល្អិតប៉ុណ្នេះបងប្អូនខ្ញុំក៏ភ្លក់មើលគឺស្ទើររសជាតិខ្ញុំក៏ថែមគ្រឿងទេសមុខតិចទៀតមកណាបងប្អូនចាងាកទៅមើលក្តាមយើងក៏បានស្លាប់សាច់ល្អមែនទែនយើងចាប់ផ្ដើមស្រង់ចេញមកយើងលាងជាមួយទឹកធម្មតាមួយទឹក2ទឹកទៀតទៅហើយយើងក៏ទុកឲ្យស្រស់ទឹកបន្តិចដែរចាំយើងចាក់អំពិលយើងបានកិនមាញ់ចូលចាហើយចុងក្រោយយើងធ្វើការកូរ2 3ត្រឡប់ទៅបងប្អូនដើម្បីឲ្យទឹកអំពិលរបស់យើងគឺចូលជាតិជាមួយក្តាមបានល្អចាសម្រាប់បងប្អូនដែលធ្វើមុខម្ហូបនេះញ៉ាំហើយគឺត្រូវដាំបាយដុបឲ្យហើយណាបងប្អូនកុំឲ្យស្ដាយក្រោយដូចខ្ញុំស្រាប់តែញ៉ាំពងឆ្ងាញ់បងប្អូនហើយងាកទៅមើលបាយអស់បាយចាហើយសម្រាប់ក្តាមអំពិលខ្ចីនេះបងប្អូនគឺថារសជាតិឆ្ងាញ់និយាយរួមឆ្ងាញ់អត់ដឹងនិយាយថាម៉េចបណ្ដោយបងប្អូនគឺថាឆ្ងាញ់ដល់ណាដល់ណីបណ្ដោយបងប្អូននិយាយរួមគឺឆ្ងាញ់មែនចាសម្រាប់ខ្ញុំបងប្អូនខ្ញុំធ្វើឡើង4 5ដងឲ្យដឹងបងប្អូនធ្វើរហូតហើយញ៉ាំអត់ចេះជិនណាយទៀតបងប្អូនអើយនិយាយមែនបាយកកក៏ត្រូវបាយក្តៅបាយក្តាំងបាយបែបម៉េចក៏ត្រូវដែរបងប្អូននិយាយរួមត្រូវមិនរើសបាយឡើយមុខម្ហូបមុខនេះបងប្អូនគឺថាញ៉ាំលិតដៃតែម្ដងណាហើយសម្រាប់បងប្អូនណាដែលមិនទាន់បានសាកធ្វើញ៉ាំអីទេគឺអាចសាកធ្វើតាមរូបមន្តរបស់ខ្ញុំបានបងប្អូនគឺថាធានារសជាតិមកល្មមមកឆ្ងាញ់និយាយរួមតបងប្អូនប៉ះខែនេះសម្បូរក្តាមចេះធ្វើហូបឲ្យហើយទៅធ្វើសាកបានម្ដងក៏មកគេកុហកបានថាក្តាមអំពិលខ្ចីនេះឆ្ងាញ់បែបណារសជាតិបែបម៉េចនិយាយរួមឆ្ងាញ់មែនបងប្អូនហើយក្តាមអំពិលខ្ចីនេះបងប្អូនគឺមិនបាក់ចំណាយពេលរងចាំយូរទេធ្វើភ្លាមបានញ៉ាំភ្លាមតែម្ដងប៉ុន្តែបើសិនបងប្អូនមានពេលទុកផ្អាប់ចូលរយៈពេល1ម៉ោង2ម៉ោងបងប្អូនគឺងុំកាន់តែឆ្ងាញ់តែម្ដងណាចាហើយសម្រាប់ការបង្ហាញរបស់ខ្ញុំគឺរួចរាល់ហើយសូមអរគុណច្រើនបងប្អូនជូនពរសុខសប្បាយទាំងអស់គ្នានិងជួបជាមួយនឹងខ្ញុំនៅវីដេអូក្រោយទៀតបាយបាយបងប្អូនសាខ្លាញ់ជាតិណាស់បងប្អូនអើយ